ដើម្បីចូលរួមថែរក្សាសណ្ដាប់ធ្នាប់និងអនាម័យសូមបងប្អូនទាំងអស់គ្នាក៏ដូចជាបងដែលអញ្ជើញមកកំសាន្តនៅរមណីយដ្ឋានសម្រាមរក្សាទុកនៅក្នុងធុងសម្រាមហើយសម្រាមនៅក្នុងដៃរបស់លោកអ្នកកុំទម្លាក់ចោលនៅខាងក្រោមក៏ដូចគ្នាដែរបងប្អូនដែលអញ្ជើញមកកំសាន្តទីនេះយើងឃើញថាមានភាពសប្បាយរីករាយក៏ដូចជាការទទួលខុសត្រូវខ្ពស់ហើយប៉ុន្តែក្នុងនាមខ្ញុំជាយុវជនសូមអំពាវនាវបងប្អូនទាំងអស់គ្នាលេងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈយើងកុំឲ្យប៉ះពាល់ទៅដល់បងប្អូនយើងដោយការប្រើហិង្សាពាក្យសម្ដីប្រើហិង្សាដោយកម្លាំងរក្សានៅប្រពៃណីរក្សានៅទំនៀមទម្លាប់រក្សានៅសុជីវធម៌ក្នុងនាមជាប្រជាពលរដ្ឋខ្មែរយើងដឹងថាបរិស្ថានស្អាតនាំមកនូវសុខភាពល្អយើងដឹងថាការកំសាន្តនៅក្នុងបុណ្យប្រពៃណីជាតិខ្មែរយើងមានបងប្អូនច្រើនគ្រប់មជ្ឈដ្ឋានដែលអញ្ជើញចូលរួមដូច្នេះហើយចាប់ផ្ដើមចេញពីអ្នកទាំងអស់គ្នាផ្ដើមចេញពីខ្ញុំយើងនឹងចូលរួមរក្សានិងថែសណ្ដាប់ធ្នាប់យើងឲ្យបានល្អប្រសើររីករាយឆ្នាំថ្មីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមឲ្យបានយ៉ាងខ្ជាប់ខ្ជួនជួបជុំគ្នាក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញពីថ្ងៃទី14ដល់19ខែមេសាឆ្នាំ2026